ស្វាគមន៍ជាថ្មីមកកាន់ Channel បរិយាយរឿងតិនហ្វីនៅត្រង់វីដេអូនេះយើងនឹងនិយាយអំពីការសន្តោសប្រណីរបស់អ្នកមានបុណ្យឬក៏អ្នកមានគុណមកលើយើងការសន្តោសប្រណីពីសំណាក់អ្នកមានគុណថ្នាក់ដឹកនាំជាន់ខ្ពស់ឬអ្នកមានឥទ្ធិពលដែលមានគុណធម៌មកលើមន្ត្រីល្អដែលកំពុងជួបទុក្ខលំបាករងការធ្វើបាបឬសកម្មភាពប្រកបទៅដោយទោសពិតទីជាធម៌ការជួយនេះមិនត្រឹមតែជួយដល់បុគ្គលម្នាក់នេះទេប៉ុន្តែវាគឺជាការថែរក្សាសសរទ្រូងរបស់សង្គមជាតិខាងក្រោមនេះគឺជាការបរិយាយអំពីសន្តិវិធីនិងទស្សនវិជ្ជានៃការសន្តោសប្រណីបែបនេះការមើលឃើញនៅត្បូងក្នុងភក់អ្នកមានបុណ្យពិតប្រាកដតែងតែមានភ្នែកទិព្វបញ្ញាក្នុងការមើលដឹងថាតើអ្នកណាជាមន្ត្រីល្អដែលកំពុងរងគ្រោះការសង្កេតមើលទៅលើប្រវត្តិការងារភាពស្មោះត្រង់និងការលះបង់របស់មន្ត្រីនោះទោះបីជាមន្ត្រីនោះមិនដែលអែបអបឬបញ្ជោលោកក៏ដោយការយល់ចិត្តលោកយល់ថាមន្ត្រីល្អតែងតែចាញ់ប្រៀបមន្ត្រីអាក្រក់ព្រោះមន្ត្រីល្អមិនចេះប្រើល្បិចកិច្ចកសូកប៉ាន់ 2. មលុបនឹងការពារនៅពេលដែលមន្ត្រីល្អត្រូវបានមន្ត្រីអាក្រក់ឡោមព័ទ្ធឬព្យាយាមទម្លាក់កំហុសអ្នកមានបុណ្យនឹងប្រើអំណាចរបស់ខ្លួនដើម្បីធ្វើជាបង្អែកចេញមុខការពារតាមរយៈប្រើឥទ្ធិពលឬទូនាទីដើម្បីទប់ស្កាត់នៃការធ្វើបាបពីសំណាក់ជនខិលខូចផ្ដល់យុត្តិធម៌បើការស៊ើបអង្កេតដោយតម្លាភាពដើម្បីលាងជម្រះភាពស្អាតស្អំជូនមន្ត្រីល្អនោះការប្រើពាក្យសម្ដីសន្តោសប្រណីនៅពេលដែលអ្នកមានបុណ្យមានសន្តានចិត្តជួយលោកតែងតែប្រើពាក្យសម្ដីផ្ដល់នូវកម្លាំងចិត្តមិនដែលស្ដីបន្ទោសឡើយការលើកទឹកចិត្តកុំបាក់ទឹកចិត្តមនុស្សល្អដូចអ្នកត្រូវតែមានកន្លែងឈរខ្ញុំនឹងមិនបណ្ដោយឲ្យមនុស្សមានសមត្ថភាពត្រូវគេធ្វើបាបឡើយការផ្ដល់សេចក្តីសង្ឃឹមបន្តធ្វើការងារឲ្យល្អចុះរឿងយុត្តិធម៌ទុកឲ្យខ្ញុំចាត់ចែងការជួយតាមរយៈឱកាសនិងធនធានសន្តោសប្រណីមិនមែនមានន័យថាត្រឹមតែអាណិតនោះទេប៉ុន្តែត្រូវផ្ដល់អាវុធឲ្យមន្ត្រីនោះមានអំណាចតបតទៅវិញការដំឡើងទូនាទីផ្ដល់ទូនាទីអំណាចមន្ត្រីឲ្យមន្ត្រីល្អនោះដើម្បីឲ្យគាត់មានសមត្ថភាពដោះស្រាយបញ្ហានិងកំណែទម្រង់អង្គភាពការផ្ដល់ជំនួយជាសម្ភារៈនិងថវិកាប្រសិនបើមន្ត្រីល្អនោះជួបទុក្ខលំបាកក្នុងជីវភាពព្រោះមិនចេះពុករលួយអ្នកមានបុណ្យនឹងជួយឧបត្ថម្ភដើម្បីកាត់បន្ថយឲ្យគាត់មានលំនឹងក្នុងជីវិតនិងបន្តធ្វើការងារស្មោះត្រង់ 5. ផលវិជ្ជមាននៃទឹកចិត្តសន្តោសនៅពេលដែលអ្នកមានបុណ្យជួយដល់មន្ត្រីល្អម្នាក់វាបង្កើតឲ្យមានចលនាវិជ្ជមានមន្ត្រីល្អឯទៀតមានសង្ឃឹមពួកគេឃើញថាធ្វើល្អពិតជាបានល្អហើយមានទឹកចិត្តចង់បម្រើប្រជាជាតិបន្តមន្ត្រីអាក្រក់ញញើតញញើមពួកគេដឹងថាអ្នកមានបុណ្យកំពុងតាមដាននឹងការពារមនុស្សត្រឹមត្រូវឃ្លាគំរូសម្រាប់មន្ត្រីល្អដើម្បីនិយាយទៅកាន់អ្នកមានបុណ្យជំរាបសួរលោកម្ចាស់ក្នុងនាមខ្ញុំជាអ្នកមន្ត្រីល្អថ្នាក់ក្រោមដែលតែងតែប្រកាន់ភ្ជាប់នៅភាពស្មោះត្រង់ថ្ងៃនេះខ្ញុំបាទពិតជាមានភាពកក់ក្ដៅណាស់ដែលទទួលបានការសន្តោសប្រណីពីលោកទឹកចិត្តមេត្តារបស់លោកប្រៀបដូចជាទឹកថ្លាមួយកែវសម្រាប់អ្នកដើរក្នុងវាលខ្សាច់ខ្ញុំបាទសន្យានឹងប្រើប្រាស់ឱកាសដែលលោកផ្ដល់ឲ្យនេះដើម្បីបម្រើជាតិនិងប្រជាជនឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យខូចកិត្តិយសដែលលោកបានជឿជាក់មកលើរូបខ្ញុំវីដេអូនេះមានត្រឹមតែប៉ុណ្ណេះសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសូមអរគុណហើយក៏សូមគោរពលា